ច្រើនណាស់លោកវីរៈសេនីវ៉ាន់វាសនាអធិការរងនគរបាលស្រុកបាវែលបានទទួលលុយពីជនជាតិថៃដែលជាមេខ្លោងអនឡាញស្កេមជាថ្នូរនឹងការរត់ដោះដូរដោះលែងខុសច្បាប់ចំនួន$774,000នេះយោងតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយដែលបានចេញផ្សាយនៅល្ងាចថ្ងៃទី29ខែកញ្ញាឆ្នាំ2025ថ្មីក្តៅបងប្អូនទាំងអស់គ្នារឿងនេះរសើបខ្លាំងមែនតែនចាបងប្អូនស្ដាប់អត់ច្រឡំទេខ្ញុំដំបូងឡើងក៏ខ្ញុំមានការភ្ញាក់ផ្អើលដែរខ្ញុំក៏លេខមកឆាច់ខ្ញុំស្មានតែ$77,400ចាដល់ពេលខ្ញុំផ្ទៀងមើលម្ដងហើយម្ដងទៀតណាបងប្អូនខ្ញុំស៊ូមទាញមើលលេខហ្នឹងឲ្យវាធំហើយខ្ញុំអង្គុយរាប់មិនក្រោម10ដងទេចាគឺមិនមែន$7,000ទេបងប្អូន$77,400បងប្អូនហើយគាត់ទទួលសំណូកពីមេអនឡាញស្កេមជនជាតិថៃទទួលបានច្រើនណាស់រឿងហ្នឹងវាអញ្ចេះបងប្អូនមានថៅកែអនឡាញស្កេមដែលជាជនជាតិថៃចាដែលយើងច្រើនតែលើពាក្យថារកស៊ីបោកប្រាស់តាមអនឡាញរបៀប call center បងប្អូនចាដែលថៅកែជនជាតិថៃឬក៏យើងហៅថាមេខ្លោងជនជាតិថៃរូបនោះគឺមានឈ្មោះថា Ovararin Ravi តាមរយៈមេការជនជាតិថៃម្នាក់ឈ្មោះ Sripan Supap បានចំណាយប្រាក់រត់ការដើម្បីសុំឲ្យមានការដោះលែងជនជាតិថៃ43នាក់ពីការឃុំឃាំងសូមបញ្ជាក់បន្តិចបងប្អូន43នាក់ហ្នឹងគឺសុទ្ធតែជនជាតិថៃទាំងអស់តែម្ដងហើយមានភេទស្រីចំនួន20នាក់ចាភេទប្រុស23នាក់ដែលពួកវាគឺមកបើកកន្លែងរកស៊ីនៅខាងប៉ោយប៉ែតខ្ញុំសូមរំលឹកសារបានរឿងបន្តិចដំបូងឡើយចាគឺខាងឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិបានសហការជាមួយនឹងមូលដ្ឋានបានចុះប្រតិបត្តិការចានៅថ្ងៃទី2ខែឧសភាឆ្នាំ2025នៅក្រុងប៉ោយប៉ែតគឺបានរកឃើញក្រុមអនឡាញស្កេមចំនួន43នាក់ហ្នឹងអញ្ចឹងធម្មតាតាមគោលការណ៍គឺត្រូវបណ្ដេញចេញពីប្រទេសកម្ពុជាឲ្យទៅប្រទេសវាវិញទៅអញ្ចឹងឥឡូវយើងតសាច់រឿងយើងទៀតចាអញ្ចឹងមេខ្លោងជនជាតិថៃហើយនឹងមេការរបស់គេគឺគេរត់ការសុកប៉ាន់ហ្នឹងណាដើម្បីឲ្យមានការដោះលែងកូនចៅរបស់គេចំនួន43នាក់ហ្នឹងពីការឃុំឃាំងនិងសុំកុំឲ្យបញ្ជូនទៅប្រទេសថៃវិញព្រមទាំងអនុញ្ញាតឲ្យបាននៅក្នុងប្រទេសកម្ពុជាបន្តធ្វើការវិញដដែលដោយចំណាយប្រាក់ជាច្រើនការរត់ការនេះត្រូវបរាជ័យព្រោះនគរបាលជាតិមិនអាចសម្របសម្រួលឲ្យហើយត្រូវចាប់បណ្ដឹងចេញពីកម្ពុជានៅថ្ងៃទី8ខែឧសភាឆ្នាំ2025ចាទៅបង្ក្រាបថ្ងៃទី2ថ្ងៃទី8បណ្ដឹងចេញបងប្អូនណាចាបានន័យថា6ថ្ងៃនៃថ្ងៃចុះបង្ក្រាបផ្ទាល់ចាហើយព្រមទាំងរឹបយកប្រាក់រត់ការបានចំនួន$20,000អាមេរិកជូនមកតុលាការដោយសាររឿងនេះជារឿងរត់ការតុលាការបញ្ជូនសំណុំរឿងនេះមកអង្គភាពប្រឆាំងអំពើពុករលួយជាសមត្ថកិច្ចវិញអង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថាវីរៈសេនីយ៍វ៉ាន់វាសនាអធិការរងនគរបាលស្រុកបាវែលជាអ្នករត់ការសោកប៉ាន់បានទទួលប្រាក់សរុបចំនួន$77,400អាមេរិកមូលហេតុដែលទទួលលុយបានច្រើនដោយសារតែគេគិតចំនួនមនុស្សលួសមនុស្សម្នាក់ណារត់ការជួយមនុស្សម្នាក់គឺ$18,000អញ្ចឹង43នាក់វាស្មើនឹង$77,400ចាអញ្ចឹងលុយហ្នឹងគឺលោកវីរៈសេនីយ៍វ៉ាន់វាសនាអធិការរងនគរបាលស្រុកបាវែលហ្នឹងគាត់បានទទួលប្រាក់ដោយផ្ទាល់ពីថៅកែអនឡាញស្កេមដែលមានឈ្មោះថា Ovararit Ravi តាមរយៈមេការជនជាតិថៃម្នាក់ឈ្មោះ Sripan Supap នៅយប់ថ្ងៃទី6ខែឧសភាឆ្នាំ2025វ៉ាន់វាសនាបានប្រគល់ប្រាក់ចំនួន$23,400អាមេរិកឲ្យទៅឈ្មោះហេងសុកណានៅខេត្តកំពតដើម្បីរត់ការសោកប៉ាន់ដែលមានឈ្មោះ
មុននេះសុកដារ៉ូជាអ្នកខົບខិតនឹងជួយលាក់បាំងពីការផ្ទេរប្រាក់ក្រោយពីមានភ័ស្តុតាងគ្រប់គ្រាន់នៅថ្ងៃទី22ខែឧសភាឆ្នាំ2025អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនជនសង្ស័យប៉ុនប៉ងសុកប៉ាន់6នាក់ទៅសាលាដំបងរាជធានីភ្នំពេញដែលមានឈ្មោះទី1វ៉នវាសនាជាអធិការរងនគរបាលស្រុកបវ៉ែលមានខ្លួននឹងបានន័យថាមនុស្សនៅអត់បានរត់គេចខ្លួនទៅណាទេចាទី2ឈ្មោះតាំងសំណាងជាយោធាមានខ្លួនទី3ឈ្មោះហេងសុកណាកិច្ចខ្លួនទី4ឈ្មោះមុនីសុកដារ៉ូកិច្ចខ្លួនទី5គឺឈ្មោះអូវ៉ារ៉ារីតរាវីជាថៅកែអនឡាញស្កេមដែលមានបុគ្គលិក43នាក់នៅខាងប៉ោយប៉ែតហ្នឹងបងប្អូនចាជាជនជាតិថៃនិងជាអ្នកចំណាយសរុប$774,000អាមេរិករត់ការដោះលែងកូនចៅកិច្ចខ្លួននិងទី6ឈ្មោះស្រីផានសុផាបជនជាតិថៃក៏កិច្ចខ្លួនដែរអាមេរិកានិងតកែក៏កិច្ចខ្លួនចឹងនិយាយចឹងណាចាអង្គភាពប្រឆាំងអំពើពុករលួយបានបន្តឃាត់ខ្លួនជនជាប់ចោត4នាក់ផ្សេងទៀតហើយឈ្មោះហេងសុកណានិងមនីសុកដារ៉ូដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនបាននៅថ្ងៃទី18ខែកញ្ញាឆ្នាំ2025គឺជាអ្នកទី3និងទី4ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ2903ចុះថ្ងៃទី25ខែឧសភាឆ្នាំ2025ពីបទប៉ុនប៉ងសុកប៉ាន់ដោះលែងពួក online scam ហៅ call center ហើយនៅសល់តែ2រូបទៀតដែលពុំទាន់ចាប់ខ្លួនបានសុទ្ធតែជនជាតិថៃហើយជាម្ចាស់ call center បងប្អូន2នាក់ដែលថៅកែហើយនឹងមេការបងប្អូនចាវារត់បាត់ចឹងទៅសង្ស័យវារត់ទៅពួននៅប្រទេសវានៅស្រុកថៃនឹងវិញបាត់ហើយមិនដឹងចាអញ្ចឹងសាច់រឿងហ្នឹងគឺមានប៉ុណ្ណឹងណាបងប្អូនណាចាសូមអរគុណ